បន្ទប់នៃដំណាក់ចែកចង់មានក្រែ2ធំបងប្អូនចាមានសិនតិចណាគេងបាន4នាក់យើងគេងជុំគ្នាបាន4នាក់នេះមើលទៅមានទេសភាពនៅខាងក្រៅស្រេចចាមានបន្ទប់ទឹកចាបន្ទប់ទឹកយើងងូតបែបខ្មែរក៏បានបែបទឹកក្តៅទឹកត្រជាក់ក៏បានចានេះកសែងពុះគោមានទេសភាពមើលទឹកក្រៅបងប្អូនចាំមើលចាមានផ្កាកងោកផ្កាអីនៅក្រៅកំពង់ផ្កាចាហ្នឹងហើយយើងចេញទៅមើលនៅផ្ទះបាយបងប្អូនចង់កក់call direct ក៏បាន012 497 228ឬបើក្រៅប្រទេសបូក855 497 228នេះបងប្អូនមើលទេសភាពឃើញគ្រប់ជ្រុងហើយនេះកន្លែងញ៉ាំបាយតុញ៉ាំបាយសម្រាប់10នាក់ក្បែរនេះមានត្រែពនាងមួយមានគ្រប់សពណាចក្រានបាយគឺពុកសៀវដាំទឹកទូទឹកកកអូវិន grill ចក្រានស្តូវដាំបាយប្រដាប់វាយទឹកក្លុកចានឆ្នាំងមកកំ pl បងប្អូនចានេះគឺតុយើងញ៉ាំបាយជុំគ្នាណាបងប្អូននេះហើយនេះគឺជាកន្លែងដាំបាយជុំគ្នានេះក្តាមមកប្រទេសនេះធ្វើម្ហូបច្រាំសាច់ច្រាំអីហើយនេះមើលទៅទេសភាពតាមមាត់បង្អួចយើងនេះតាមបង្អួចយើងធ្វើបាយណាការកងោកខ្ញុំដាំឡើងក្រហមឈិលចាកន្លែងយើងដាក់ស្អីមានចានចកានចានឆ្នាំងមកកំ pl នេះទូទឹកកកហើយចាននេះមិនខ្វះទេបងប្អូនអើយនេះម៉ូតអីក៏មាននេះកែវបែបរ៉ូមែនទិកស្រាក្រហមក៏បានចាសំខាន់បងប្អូនប្រើប្រាស់ហើយយើងទុកដាក់កន្លែងដើមវិញទៅអត់អីទេចាជូនប្រើប្រាស់មកកំ pl អានេះគេហៅថាដូច Airbnb home stay មកដូចផ្ទះរបស់យើងនៅដូចផ្ទះរបស់យើងទៅចានេះគឺជាបង្អួចធំមួយដែលយើងធ្វើម្ហូបអាហារទៅយើងឃើញបុប្ផាហ្នឹងតាមមាត់បង្អួចយើងបងប្អូននេះឃើញមាត់បង្អួចធំចានេះគឺជាមាត់បង្អួចនេះឃើញទេចាខ្ញុំធ្វើសុខចិត្តចំណាយកញ្ចក់ដ៏ធំមួយផ្ទាំងធំឲ្យបងប្អូនឃើញ view នឹងឃើញភ្នំទេបងប្អូនភ្នំលំមិនលំហ្មងចិត្តយើងដែរតែខ្ញុំដាំដើមឈើទៅវាបាំងឃើញទាំងអស់តើបងប្អូនឡើងទៅលើដបូលដំណាក់ចែកចង់ខ្ញុំធ្វើ3ជាន់ទៀតបងប្អូនឃើញ view នឹងកាន់តែច្បាស់ឃើញភ្នំហ្នឹងច្បាស់ចាឥឡូវយើងមើលបន្ទប់ក្រែមួយនេះចាបន្ទប់ក្រែមួយចាក្រែធំ king bed ហ្មងចាអូខេបងប្អូនទុកខែមួយមានសិនតិចមានអីដែរចាហើយក្នុងនេះមានកញ្ចក់ឆ្លុះមុខមកកំ pl បងប្អូនអីមើលបើកវាណូលនេះឃើញតាមប្អួចនេះសិតតែបុប្ផាចាឃើញភ្នំឃើញអីទៀតតាមមាត់ប្អួចយើងគ្រប់ជ្រុងទាំងអស់បងប្អូនចាធំទូលាយចេញមកគឺចំណាយពេលជាមួយគ្នានឹងកន្លែងក្រានបាយញ៉ាំបាយនេះជុំគ្នាបណ្ដោយណាបងប្អូនចានេះមួក cowboy បងប្អូនអាចយកពាក់ថតរូបថតអីបានហើយនេះកន្លែងងូតទឹកណាបងប្អូនងូតបែបខ្មែរក៏បានទឹកក្តៅក៏បាននេះខ្ញុំសុខចិត្តកាត់ឈើមកផ្ទាំងនេះដើម្បីបងប្អូនងូតទឹកផងឃើញទេសភាពនៅក្រៅផងបងប្អូនចាបើចេញហ្នឹងបងប្អូនមានអាងទឹកក្រៅពីងូតលេងទៀតនេះចាមើលទេសភាពមើលអីតាមនេះការកងោកពេញអញ្ចឹងទៅចាគឺមកនេះ relax បងប្អូនមិនតិច relax ហើយសូម្បីបងប្អូនអង្គុយប្រគុណនេះក៏បងប្អូនឃើញទេសភាពនេះដែរតាមមាត់ប្អួចនេះមកមិនបាច់បិទប្អួចបិទវាំងណូនេះទេគ្មានណាចូលទេគឺយើងឯកជនភាពរបស់យើងណាបងប្អូនចាចឹងកន្លែងនេះយើងដាក់វ៉ាន់ដាក់ខ្សែពុះគោអញ្ចឹងទៅណាបងប្អូនណា
ធំគេនឹងគេទៅឃើញទេសភាពនឹងក្រៅបដ ாய் បងប្អូននេះឃើញទេទេសភាពតិចលហឹមនឹងក្រៅផ្កាចប៉ានៅមុខទ្វារបងប្អូនយើងចូលក៏អូបឈ្ងុយសិតផ្កានោះបងប្អូននោះបេះលេងដាក់សក់បានណាចាគឺថាស្អាតណាហើយជាងផុតទៅស្អីគេអាកន្លែងនេះយើងនេះផ្កាយើងអូយស្អាតណាស់តាមប្អួយធំពីរណាបងប្អូននេះឃើញទេចាអានេះធំមួយទៀតចូលធ្វើមហូបទៅឃើញទេបងប្អូនឃើញបុកផានឹងតាមមាត់ប្អួយរបស់បងប្អូនចាហំងើតាមរែងជាងអរគុណច្រើនណាបងប្អូនណាសូមកក់012 497 228នៅដំណាក់ចែចង់នៃរីសតសុបិនបានខេត្តកំពតចិត្តជើងភ្នំកំចាយអរគុណច្រើន